តែគាត់ឃើញហ្នឹងភាគច្រើនគឺផ្នែកក្រហមជើងជាប់ច្បាស់ហើយអ្នកដែលនៅជាមួយជាទូទៅមានអ្នកខ្លះឃើញទម្រង់អញ្ចឹងដែរអ្នកខ្លះឮសំឡេងច្បាស់អស់ពេលដែលខ្ញុំគេង ចឹងឲ្យខាត់ពេលយើងបានជ្រើសរើសសាច់រឿងមួយគឺតាក់ទងជាមួយនឹង មនុស្សទម្ងន់ខ្ញុំមុនហ្នឹងបាទខ្ញុំមុនខ្ញុំទៅមុនថ្ងៃចាំទៅមុនណាខ្ញុំទៅមុនហើយខ្ញុំឲ្យទៅមុនអូខេព្រោះការចងចាំខ្ញុំវាអត់ល្អបាទហើយនេះជារឿងប្រិយមិត្តអញ្ចឹងនៅកាលណាដែលបងឯងនិយាយមុនខ្ញុំស្ដាប់បងឯងហើយដាច់តែគ្នាអញ្ចឹងអ្នកនរគ្នារឿងនេះខ្ញុំបានមកពីប្រិយមិត្តហើយក៏ជារឿងទី1ដែលខ្ញុំយករឿងប្រិយមិត្តយកមកធ្វើការនិយាយតអញ្ចឹងបើសិនជាម្ចាស់សាច់រឿងគាត់ស្ដាប់ហើយមានកន្លែងណាដែលគាត់គិតថានិយាយអត់ត្រូវឬមួយក៏និយាយអត់មានក៏សូមអធិស្ឋានបងប្អូនប្រកាសជាដឹងហើយនៅគ្រួសារមួយនៅពេលដែលមានអ្នកទងន់ចិត្តដល់ថ្ងៃសម្រាលទាំងយើងទាំងមនុស្សចាស់ទាំងប្តីទាំងម្ដាយចាស់ចំណាស់ណាក៏គាត់បុកពោះដូចគ្នាបាទអញ្ចឹងមានន័យថាអារម្មណ៍អត់មូលដូចពេលដែលយើងរស់នៅធម្មតាទេជាពិសេសគឺអ្នកដែលមានពេពោះកាន់តែបុកពោះខ្លាំងនៅពេលដែលគាត់ដើរចូលក្នុងបន្ទប់សម្រាកនៅក្នុងមន្ទីរពេទ្យមុនមួយថ្ងៃនៅពេលដែលគាត់ត្រៀមសម្រាលគឺគាត់ដេកអត់លក់ឯងពីព្រោះអត់ដឹងថាត្រូវធ្វើម៉េចមែនទេយើងសម័យមើលវានៅសម្រាលមិនអូយមិនទៅសម័យអត់ចេញទេបាទអញ្ចឹងវាអាចធ្វើឲ្យអ្នកដែលគាត់ពោពោះហ្នឹងគាត់សម្រាលអត់បានស្ងប់ទេនៅក្នុងមន្ទីរពេទ្យហើយបងប្អូនប្រកាសជាដឹងហើយនៅក្នុងមន្ទីរពេទ្យវាមិនមែនជាកន្លែងដែលមនុស្សគ្រប់គ្នាតែងតែចង់ទៅទេត្រឹមត្រូវអញ្ចឹងអារម្មណ៍វាតែងតែគិតថាមិនអីទេអារម្មណ៍មួយទៀតគិតថាវានឹងអីអារម្មណ៍មួយទៀត2 3វាប្រឆាំងគ្នារហូតអញ្ចឹងការគេងគឺអត់ស្ងប់បាទតែគាត់បង្ខំចិត្តខ្លួនគាត់គេងនៅក្នុងមន្ទីរពេទ្យហ្នឹងដើម្បីយកកម្លាំងត្រៀមធ្វើការសម្រាលនៅពេលដែលគាត់គេងក៏អត់ស្ងប់ដែរដូចខ្ញុំនិយាយចឹងវា50-50បងដែលឃើញអារម្មណ៍មនុស្សម្នាក់មកលួចស្ទាបយើងពេលយើងពងគេយើងលួចស្ទាបយើងតិចយើងមិនមានអារម្មណ៍ថាដូចមានអីមកប៉ះបាទប៉ះដំបងវាមិនមែនក្តៅទេខ្ញុំធានាហើយគឺប៉ះនៅរោមដៃយើងតែប៉ះយើងព្រឺហើយហ្នឹងហើយស្អីតែគាត់កាន់តែមានអារម្មណ៍គាត់សង្ងំគេអញ្ចឹងគាត់កាន់តែមានអារម្មណ៍ថាមានគេប៉ះគាត់កាន់តែភ័យចាំមើលអាឡែងផ្នែកដែលគេប៉ះហ្នឹងតើពិតជាមានគេមកលួចប៉ះមែនអត់ស្អីដល់ពេលមួយដែលគាត់ដឹងថាមានគេប៉ះស្អីគាត់ហើឡើងគឺគាត់ត្រូវបានគេចាប់អស់រលីងដៃសងខាងជើងទាំងពីរត្រូវបានមនុស្ស4នាក់សង្កត់គាត់ទាំងអស់នៅក្នុងមន្ទីរពេទ្យហ្នឹងតែម្ដងគឺជាមនុស្សដែលមានមុខមាត់អត់ស្អាតពិបាកពិពណ៌នាមែនទែនដែលយើងហៅថាខ្មោចនឹងឯងបាទគឺគាត់ប្រុងឲ្យគេចាប់មែនប្រុងអត់មានប្រុងឲ្យគេចាប់ទេគ្រាន់តែមកលូកទៅស្ទុះវាចាប់ជាប់ទាំងអស់ហ្មងហើយទាញហើយយើងកាន់តែហើពោះធំហើអត់រួចបារម្ភកូនផងអីផងមិនដឹងថាហើខ្លាំងប៉ុណ្ណាបាទជំរឿធ្វើម៉េចស្រែកទាំងយើងទាំងគេស្រែកហ្នឹងមែនទេបាទស្រែកឲ្យហើខ្លួនខ្លាំងបាទនិយាយទៅព្យាយាមស្រែកហៅណាគេម៉ាក់បួដោយការកលែកឃើញម៉ាក់នៅក្នុងកន្ទប់ហ្នឹងដែរបាទម៉ាក់ទប់មាត់ចិត្តដោយបរោះម្នាក់ដែលកាប់ដៃគាត់មកខាងយកដៃមួយទៀតខ្ទប់មាត់គាត់ទៀតអញ្ចឹងបានន័យថាអាដៃពងចាប់ដៃគាត់ហើយហ្នឹងហើយមិនចាប់ចេណាគាត់ឲ្យហឺមាត់ខ្ទប់មិនមានទេអូស្អីអត់រួចទៀតសឡឹងទៅគ្រួសារអង្គុយធម្មតាដូចអត់ឃើញគាត់ពុងតាហើអញ្ចឹងបងត្រូវចាំក្នុងពេលយើងជាប្តីនៅជាមេគ្រួសារមួយនៅពេលដែលប្រពន្ធឆ្លងតលេគាត់ប្រកាសជាគេអត់លក់អីជាពិសេសមនុស្សប្រុសដោយសារតែគាត់ត្រូវចាំមើលថាប្រពន្ធគាត់មានធ្វើឈឺពោះយប់នឹងអត់ធ្វើទុកអីអត់តែគាត់ទៅជាអត់ឃើញប្រពន្ធគាត់កំពុងតែកត្រាក់នៅលើខែនោះទេបាទយល់កន្លែងហ្នឹងយល់គាត់គិតមិនបងប្អូនអស់ហើយស្រែអត់លឺចាប់ដើមប្រើពាក្យអាសរោះបាទនៅក្នុងការគិតអីចឹងទៅស្រែកអីនិយាយនោះចិត្តឲ្យអាសរោះជេបតិចសាផ្ដាសាទៅក៏រួចឡើងមកវិញអាហ្នឹងនៅក្នុងទីពេទ្យអាហ្នឹងបងប្អូនបងអ្នកដែលគាត់មានផ្ទៃពោះអាចប៉ះពាល់ឬមួយក៏គាត់ឲ្យគ្រាប់ឆ្លងកាត់នៅទីពេទ្យភាគរយច្រើនបើគាត់ជាទទួលបានអារម្មណ៍អញ្ចឹងតែគាត់អាចខុសគ្នាបាទក្រោយមកគាត់ក៏សម្រាលឲ្យអស់រឿងហ្នឹងក៏វានៅតាមលងបន្លាចគាត់រហូតទាំងគាត់អត់ហ៊ានប្រាប់គេថាគាត់ជួបរឿងហ្នឹងទេបាទកាលណាដែលយើងប្រាប់ជាទូទៅបងប្អូនដែលទាំងងន់បងប្អូនប្រកាសជាដឹងហើយទៅប្រាប់អ្នកនេះអ្នកនឹងថាកូនខ្ចីឯងតែកូនខ្ចីចឹងថ្ងៃអស់កម្លាំងមកអស់កម្លាំងឯងចាំមើលថ្ងៃឯងភ័យឯងខ្លាចអញ្ចឹងពាក្យទាំងអស់ហ្នឹងសម្រាប់អ្នកដែលគាត់ឃើញហើយគាត់ឮពីអស់ហ្នឹងគឺជាពាក្យមួយដែលគាត់ធុញមែនតើបាទគេអត់យល់ពីចិត្តគាត់ពាក្យហ្នឹងគឺស្មើនឹងគេអត់យល់ពីគាត់ខ្លាចស្អីហេតុអីក៏និយាយពាក្យហ្នឹងចេញមកអញ្ចឹងគាត់គិតថាគាត់អត់និយាយប្រាប់អ្នកណាទេគាត់សង្ងំរហូតដល់តែគាត់ចេញមកដល់ផ្ទះហើយទៀតគាត់តាមលងគាត់គ្រប់ពេលវេលាឲ្យតែថ្ងៃរះអត់អីទេថ្ងៃលិចធ្វើទុកហើយមានពេលមួយនោះគាត់ឃើញមុខមនុស្សម្នាក់
hay quật bơm hay quật xé quật lại mình nè quật lòng trong hột trên tim mình nè cứ một côn quật hay quật tham mến quật sớm mày cứ quật khơi một côn quật nó có cùi bơm á bên nó cứ cùi bơm mình nè chẳng côn quật cùi sờ lại hay hướng nó Việt Nam quật khục chồng hiên khục hết ca nó cứ tam căng thì không pet nó là hốt mà đó tia nó giả tê mua du hay cả nơi là tam này hay quật đôi chỉ pe nó đôi chỉ quật đặc chất hẹp tới cái thay quật ta sai chơi côn chơi ấy đôi ở vậy để quật cất bị đam vậy chẳng quật có sầm lại chất đôi chỉ tiện tôn tới khang ôm quật hơi sọc để thọp bua để quật thọp nó cái hiện che khang năng như đang tập buông nhưng chơi hiện che sầm rai đấy đang tại quật che sầm liền khang năng quật có đây ao tham mấy bàn tụ du mình phỏng mọc hẹp mình phỏng họ đồng nọ rai ấy chẳng môi pi bảy buồn bàn ôm nó quật che khang phơi nắng quật che đo xẻ lừa hưởng nắng quật cái oi sai thì ma quật cái min sốt thua lự thì xây ấy xây tới có hưởng nắng về ngọc tại vì thì nó phần năngแต่ยังไม่เรื่องหนึ่งดังไทยบานเนี่ยต่างงนนะเดี๋ยวไปได้ก่อน họ xuaทำนวนทั้งเอง ไงบอมบอนถือจันเลยตีเป็ดตีมวยยังไผ่ บ่า มันท่าเนี่ยนะเอาแต่ก่อนมันท่าเนี่ยนะแต่ก่อนสมัยเอาต่างงนหรือเมื่อก่อนเนี่ยเหตุเทียมแวะหรือเมื่อก่อนแวะหายคือก่อนตายแต่เรียใส่ก่อนดักbởi vì vậy bị hưởngเรียใส่ทำแบบโป้เหมือนเดิมเนี่ยแหละช่องเรียใส่คือได้ให้เดี๋ยวไปได้เรียใส่ได้คือยังไอ้ยังชุบปะปุก่อนทั้งจรา บ่า ចឹងទៅពេលដែលយើងដល់មន្ទីរពេទ្យអ្វីដែលយើងធ្វើល្អជាងគេបំផុតគឺមុនពេលដែលយើងវះឬមុនពេលដែលយើងចូលទៅព្យាបាលយើងតាំងចិត្តសុំគេបន្តិចទៅ บ่า អានឹងគឺជារឿងមួយដែលយើងគួរធ្វើ តែអាចបានផលអត់មានន័យថាចេះសុំបីអាមនុស្សក៏ដោយវាមានការមានស្លុកត្រូវឯបងចឹងក្នុងករណីដែលសុំទៅឱកាសបានខ្ពស់បងប្អូនត្រូវចាំថាពេលខ្លះរបស់ដែលយើងឃើញនៅមន្ទីរពេទ្យมันប្រកាសថាជារបស់ពេទ្យទេពេលខ្លះក៏ជាម្ចាស់កម្មពីរបស់យើងដែរគ្រាន់តែរដងយើងអត់ឃើញគាត់មកពីរាសីយើងខ្លាំងតែនៅពេលដែលយើងឈឺយើងវះកាត់យើងតែងតែឃើញអ្នកនេះអ្នកនោះពួកគាត់អាចក៏ជាម្ចាស់កម្មពីពួកយើងពីព្រោះគេជួនកាលគេអត់ឃើញអង្គុយអត់ធ្វើអីទេប៉ុន្តែពេលដែលយូនយើងធ្លាក់យើងអាចមើលឃើញគាត់បាទប៉ុន្តែគាត់មិនមែនអ្នកនៅមន្ទីរពេទ្យទេប៉ុន្តែជាអ្នកដែលយើងអាចជាប់ជាពាក់កម្មគ្នាហើយគេតាមយើងក៏ប៉ុន្តែខ្ញុំចាំសម្ដីបងឯងគេថានៅពេលដែលមនុស្សទាំងមុនគឺរិស័យខ្ពស់ត្រូវកំពុងតែពោះគឺរិស័យខ្ពស់ធ្វើអីក៏ជោគជ័យធ្វើអីក៏ភាគច្រើនគឺមានគេហៅអីមានឱកាសច្រើនជាងគេមានរិទ្ធជាងគេប៉ុន្តែដល់ពេលគាត់យកកូនតាមការប្រសូតក្តីតាមការវះក្តីរិស័យរបស់គាត់នៅពេលហ្នឹងគឺត្រូវធ្លាក់ពីព្រោះពេលហ្នឹងបងទាំងអស់គ្នាត្រូវចាំថាគឺជាពេលវេលាមួយដែលគាត់អស់ធម៌ពលគាត់ត្រូវបង្កើតមនុស្សថ្មីម្នាក់ទៀតមកបាទគឺគាត់ត្រូវធ្លាក់ហើយចាំបងប្អូនចាំរីអូនអ្នកដែលគាត់ពោះជាទូទៅបើយអូនគាត់យកត្រូវកូនត្រូវឆ្នាំមួយគាត់ណាយអូនគាត់ឡើងលំបាកខ្ទង់ពេលដែលគាត់អត់សូវចាញ់ផ្អាកចាញ់ខ្លាំងចឹងអាចថា4ខែ5ខែរហូតដល់ខែទី8គឺយអូនគាត់ឡើងខ្លាំងហើយហ្នឹងក្នុងករណីគាត់ធ្វើកូនត្រូវទៀតតែបើអ្នកធ្វើកូនអត់ត្រូវក៏ក្នុងចន្លោះហ្នឹងគឺជាចន្លោះដែលគាត់មានសុខភាពស្រួលតែអាពីចូលដល់ខែទី9នេះគឺជាពេលដែលគាត់ចាប់ផ្ដើមមានការផ្លាស់ប្ដូរនៅរាសីរបស់គាត់ហើយអញ្ចឹងត្រូវតែធ្លាក់ចុះបាទអាហ្នឹងគឺអញ្ចឹងប្រយ័ត្នទៅអូខេតើសាររឿងទី1នេះតើបងប្អូនអរគ្នាមានអារម្មណ៍មិនដែរយល់ឃើញរបៀបមិនដែរប្រយ័ត្នប្រយែងមែនតើសម្រាប់បងប្អូនដែលជាកំពុងតែជាមេដារបស់គេមានកូននៅក្នុងគរប្រយ័ត្នមែនតើហើយជាពិសេសគ្រួសារជាប្តីក្តីជាក្រុមគ្រួសារក្តីប្រយ័ត្នមែនតើជុំវិញទៅលើការប្រសូតព្រោះសំបីបុរាណកាលក៏បានពោលដែរណោះតាក់ទងរឿងថានៅពេលដែលប្រសូតហើយគេខ្លាចបងអ្នកនៅស្រុកស្រែវិញគេខ្លាចព្រាយកន្លះភ្លើងព្រាយអីមកអញ្ចឹងគេយើងយកបន្លាអីមកស្កាត់នៅមុខទ្វារមុខអីចឹងទៅឡើយនេះខ្ញុំឃើញក្នុង TikTok ដូចមានទីងម៉ងអីហ្នឹងគេដុតណាអត់ដឹងទេអត់ដឹងហើយបងប្អូនគាត់ឃើញគេផ្អើលមកភូមិមកតែអត់ដឹងថាភូមិណាខ្ញុំអស់បាននឹងឃើញបន្តិចតែខ្ញុំអស់អត់ដាច់ទេណាក៏ចុងក្រោយនេះឮថាគេសូត្រមុនហើយខ្ញុំនៅដុតទីងម៉ងនឹងចោលតែថាគេថាអត់អីវិញអូករណីហ្នឹងខ្ញុំធ្លាប់ស្ដាប់រឿងមួយចំនួនតែមិនមែននេះខ្ញុំឃើញក្នុង TikTok ហ្មងគេថតហ្មងហើយតែមួយគាត់ថតពីហ្នឹងតែមកឃើញហ្នឹងពួកខ្ញុំធ្លាប់ស្ដាប់ channel កុំខ្លាចគាត់និយាយដូចបើមិនកុំខ្លាចអត់មានហាមគាត់និយាយតាក់ទងជាមួយនឹងទីងម៉ងនឹងទីងម៉ងមានព្រលឹងចូលចឹងណាអ្នកដើរជាអីផ្ទះក្បាលអ្នកដើរគៀកនឹងផាំងអីចឹងណាមានករណីហ្នឹងដូចគ្នាចឹងខ្ញុំគិតថារបស់អស់ហ្នឹងបងគិតមើលសំបីតាកាមេរ៉ាទូរស័ព្ទនៅមានវិញ្ញាណសន្ធិដ្ឋបានទៅរំតាទីងម៉ងដែលជាមនុស្សពួករៀងមនុស្សបាច់គុំញ៉ាំទាំងមិនភ័យបងខ្ញុំខ្លាចខ្ញុំនឹងដាក់សាច់រឿងមួយខ្លីពាក់ព័ន្ធនឹងមនុស្សនឹងដែរថ្ងៃនេះអូខេតោះ
Bọc mau khang nhưng bên có chia sẻ đường bọc đầy mật đá ni cứ chỉ bong sấy quạt mua miền lía và quạt ao ឈ្មោះចំចឹងហ្មង quạt ao mua có biết mang phép than lẹ thì mình lẹ phòng តែ này លាមានច្រើនណា ăn nắng về chỉ điểm hò chẳng xây xong lửa bong phồn ngọt nia kịch luôn nãy tha chuyện này ta nhom vậy chỉ đúng tới bong miền lía riêng hai tầng on ấy ban cả lăng được không nam bị bọn đọc rầm bấy chặt bị khai phèm miền này tha chỉ côn thì mùi bọc quạt nơi bây giờ quạt po côn thì mùi bọc quạt côn thì mùi bọc quạt miền thì dạ về bay khai hai nó không chạy nắng á quạt nè nơi mình thế phần đây nó bây giờ quạt cá chỉ mùi nâng xoa mấy bọc quạt hai quạt cò rơ chùm nã sọc tay khang sọc anh lùng vang tay khang lùng vang bình phần tay ở vậy để quạt chỉ mùi nâng ở đây bọc quạt để chú chặt đôi khi cứ đại lì mình bắt can tha đại lên dục đại lên ngày ao tại hiệp cùng rốn là biếm dừng cuối gì khi chẳng mong cùng bắn bằng từ cái post đấy លឿន ហ្នឹងហើយមក10ប្រឹក អាន អត់ plan មានប្រកាន់អត់មានប្រកាន់ម៉ោងពេលអីទេអញ្ចឹងនេះគឺជារឿងហេតុដែលកើតឡើងនៅពេលដែលគាត់មានពោពោះ3ខែនៅក្នុងឆ្នាំ2018អញ្ចឹងថ្ងៃនោះគាត់បានធ្វើដំណើរមកភ្នំពេញដោយឡែកប្តីគាត់ជាមួយនឹងគាត់អត់បានបើកឡានខ្លួនឯងទេតែគាត់ជិះឡានក្រុងមកអញ្ចឹងឡានក្រុងឥឡូវมันមានកន្លែងគេងដែលប្រភេទឡានក្រុងគេងអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរហ្នឹងគាត់នៅឈរនៅអង្គុយចាំនៅបេនឡាននឹងអង្គុយចាំបេនឡានយប់ឡើងហើយប្រហែលជាម៉ោង7ហ្នឹងហើយគាត់អង្គុយចាំជាមួយប្តីគាត់អញ្ចឹងទៅអញ្ចឹងគាត់ក៏ឃើញអ្នកលក់ក្រូចចិនណា វាខូចខ្វិចចិនណាខូចលឿងខូចអីហ្នឹង ហ្នឹងហើយខូចលឿងចិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងគាត់គិតថាហេឃ្លានដល់ណាចង់ទិញអញ្ចឹងណាអញ្ចឹងគាត់កែប្តីគាត់តែគាត់ក៏មានអារម្មណ៍មួយដែលស្ទាក់ស្ទើរដែរថាចេះដូចមិនចង់ទិញទេនាំពិបាកបកពិបាកអីមិនដឹងសម្រាប់របៀបមិនចុះគាត់គួយខែគាត់គេងឡើងទៅដល់នោះមិនគេងខែហ្នឹងហើយវាពិបាកចុះបើសិនជាគាត់អ្នកតំនួនទៀតគាត់អាសាបត់ជើងតូចទៀតហើយញ៉ាំរបស់ជូអញ្ចឹងទៀតវាមិនកាន់តែជួយជំរុញហ្នឹងហើយអញ្ចឹងក៏គាត់គិតថាអើបាច់ទិញទេអញ្ចឹងឡានក៏ធ្វើដំណើរចេញមកឡានធ្វើដំណើរចេញមកបានដល់ត្រឹមកំពង់ធំនេះគេឈប់ចំណតទី1តោះណាអញ្ចឹងធម្មតាយើងធ្វើដំណើរផ្លូវឆ្ងាយត្រូវឈប់ចំណតទី1ដើម្បីឲ្យអ្នកនឹងអង្គុយលឿនហ្នឹងបត់ដៃបត់ជើងហើយអញ្ចឹងនៅពេលហ្នឹងគាត់បានចុះទៅចំណតទី1ហ្នឹងជាមួយនឹងប្តីរបស់គាត់ដើម្បីបត់ដៃបត់ជើងអញ្ចឹងបន្ទប់ទឹកមានប្រុសមានស្រីជាជួរវែងមែនទែនច្រើនបន្ទប់ហ่ะចូលមកខាង7 8បន្ទប់ហ៎អញ្ចឹងបងស្រីក៏គាត់បានដើរទៅក្នុងបន្ទប់ខាងស្រីគាត់ប្រាប់ថាបើគាត់ចាំអត់ខុសទេគឺបន្ទប់ទី4បាទគាត់ចូលបន្ទប់ទី4គាត់ធ្វើការងាររបស់គាត់ហើយចាក់ទឹកហើយគាត់ចេញមកក្រៅប៉ុន្តែនៅពេលដែលកំឡុងពេលដែលគាត់ចេញមកក្រៅនេះម៉ោងប៉ុន្មានណាឥឡូវប្រហែលម៉ោង1យប់ហើយម៉ោង1ម៉ោង2យប់ទេណាអញ្ចឹងនៅពេលដែលគាត់ដើរចេញមកក្រៅនេះអាសកម្មភាពមួយហ្នឹងធ្វើឲ្យគាត់ព្រឺខ្លួនណាអាព្រឺខ្លួនខ្ញាក់មានអារម្មណ៍ថាចុងបន្ទប់ទឹកនេះមិនចេះអញ្ចឹងណាអញ្ចឹងគាត់ក៏អត់មានបញ្ហាអីដែរគាត់ក៏ដើរចេញមកប៉ុន្តែដើរលក្ខណៈស្កប់ព្រោះគាត់ខ្លាចព្រឺចេញពីបន្ទប់ហ្នឹងហើយបងទទួលអារម្មណ៍ហ្នឹងដឹងទេសម័យថាបងឯងពងរបត់ជាងតូចហើយស្រាប់តែហើយភ័យដឹងថាដូចអារម្មណ៍អត់ស្រួលណាអញ្ចឹងដល់ពេលបើកចេញមកអារឿងព្រឺខ្នងហើយយើងមិនដើរទៅដូចមនុស្សធម្មតាមិនដើរទៅរៀងព្រឺដើរទៅរៀងព្រឺខ្ញុំខ្លាចបងប្អូនសម្រាប់ចេញបងប្អូនអាហ្នឹងគឺដំណើរនៅពេលដែលយើងដើរកិច្ចហ្នឹងសត្វឆ្កែហ្នឹងហើយរបៀបឆ្កែស្រឡឹងគឺឃើញហើយខំដើរមួយកុំឲ្យឆ្កែចាប់អារម្មណ៍យើងតែប្រៀបធៀបមែនអូខេអញ្ចឹងទៅពេលតែគាត់ដើរហត់បន្ទប់ទី1ប្តីរបស់គាត់ចាំហើយឯងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនសម័យចេញណាចំណុចដែលកើតហេតុគាត់ឈរនៅពីហ្នឹងប្តីរបស់គាត់ពីគាត់ទៅ10ចំហៀនអូខេអញ្ចឹងទៅឈរខាងចាំខាងប្រុសណាតែគាត់ក៏លេចមកឆ្វាច់គាត់ឃើញលោកយាយម្នាក់លោកយាយម្នាក់ដែលស្លៀកសរងពណ៌ខ្មៅអាវកាក់ពណ៌សរបៀបលោកយាយរបៀបយាយហ្នឹងរបៀបជីដូនហ្នឹងហើយដៃមួយខាងកាន់ខូចដែលគាត់ចាំទិញនឹងខូចចិនមកស្បោងដៃមួយខាងកាន់មកផ្លែមើលមុខមកគាត់អត់មានហើបមាត់ទេតែគាត់ឮសំឡេងលោកយាយនឹងចូលក្នុងវិជានេះញ៉ាំហ៎យាយឲ្យមកយកមកគាត់ដឹងក្នុងចិត្ត 100% ថាមិនមែនអូយព្រឺយើងសម័យដូចដល់រឿងពនាងប្រើសអូយគាត់ដឹងថាមិនជាប៉ុន្តែខ្លួនប្រាណរបស់គាត់គ្រប់គ្រងអត់បានដើរទៅហោយាយហ្នឹងដើរអារបៀបដើរស្កប់មកជាហ៊ានប្រពន្ធប្តីគាត់ក៏ស្រែកហៅគាត់ថាអូណាយូម៉េឡានចេញចោលលើហើយពេលហ្នឹងគាត់ភ្ញាក់ដឹងខ្លួនគាត់មិនងាកទៅប្តីគាត់ងាកមកវិញបាត់លំយាយហ្នឹងបាទ
Chẳng quạt phụ quạt còn láng quạt đang ngày thảo sủa lại quạt đang thảo sủa lại chẳng bực kê quạt láng quạt chỉ hai ban mà mỏng pi mỏng tiệt chẳng quạt sòng ngỏm kê lan trong mạch bài lươn bán thử ấy quạt mình lươn bọc quạt đôi chân nè chẳng là pe đặt quạt kê nghe lứa sùng lấy mà được chắc hay là con không mấy này vậy đã pin thì chỉ quạt này lư lan năng thiệt lư là chẳng là rõm bọc quạt cái thằng trẻ pin ná kê coi chả đắt on mong mấy quạt cái không chả đó on miếng cái té mỏng muôn mỏng pía cái thời cá kê nè hay vậy chẳng là cái kê cát nơi tại to lư chẳng tới lan có cái miếng phủ lan rồi chứ nhỉ quạt có đặt chất đá tại gì mỗi phủ lan quạt cùi khẳng lại đá quạt mình cùi cho cái trọi quạt tới đó quạt thèm chạy bọn anh chui thèm nè khỏi khó cùng gì rùng khan của nhóm kia nhặt cái phủ lan quạt lặng càng đá nâng này phủ lan quạt lặng càng đá quạt thành chạy ô nè miếng là cái dễ của mình ta ấy ở này từ mẹ chạm bỏ sân chia không cả này bà lứ chạm bón tập cả cái ao chẳng quạt có và to kiện tiệt cái ấp cha bà rõm ấy bà không cả nấy với nhóm cha rõm ấy bà phù lan vậy bà không cả nấy lư nó bao vì bọn anh đánh và nhúng và cha bà rõm tới tiền ta nó bị đặt quạt từ kiên với nè dương tỏ sai dưỡng nó bị đặt quạt từ kiên với nè lưu xâm lệnh thì ta đón nắng đằng sập đại chỉ quạt dễ thầm vậy lưu mến lưu bộ nhóm vậy mến hay lưu bị chỉ số nào mà chỉ chơi mà chỉ số lưu cả là lưu tới quạt đằng thảo xuống rồi trong quạt thẹn đây quá là vô trường thẹn đây quạt lấy quạt vùng cây lúa mình sẽ lắng cá ngựa mà mày ôn này chẳng tới quạt thẹn ở đây gì nhom sông đầu tại kháng chọp của chợ mình chẳng phải đây quạt màu kháng chọp đại về chẳng quạt kỳ vậy đây lưu sụp điện tại đại rồi lưu nhom dày mén bàn tay đom ní mẹ là lưu sụp điện nhá chặt quạt chuột bạn này thật còn quỳ chẳng cơ luôn là hủi chứ sẽ có hủi ai có hủi chẳng qua phi yếm sẽ phong phi yếm ai phong số thua phong là hô đó hờ luôn hủi thẹn ở đây còn mà chưa tiệt quạt bẹt thà bong bạch kia nghe nơi nằm tôi lư mỏng chẳng phụ nữ à lỡ hai ca để chặt nắng cứ hai mỏng bay vậy chẳng là sao là pi mong thế đồng với nhỉ chẳng lư này chẳng bạch kia nghe ở đây quạt còn đằng này đây quạt qua một bốn quạt được nhỉ chẳng đã ca sập thọ thằng ngọc này là hốt đó nung bình tới tại mà anh xài máy xài hướng này tránh à còn lại môi đại kiệt sạch thành lương nhung mến hay chặt quạt chọp nơi pe để dương kiên được không làm còng sàn phiền năng ảm mình nó cũng thể à là vì Scott Smart Scott lại Scott chương dương á giả cái đó chị thôi mình bấm sao chẳng ai nhom ở đây nhom chọp tại đây nơi lơ làn còng hay nhom miền rõm tham miền nè này quạt kinh như mùi nhom ấy là bây giờ nhom bài tới cả chợ nhom đi tới nhom phiên tới cả chợ lán thì tôi tới vì mình xui tới kẹo bên đấy vì kinh thường mạo nhưng tí miềnนั้นbên đấy mình chỉ nhom sai vậy anh nó nhom thọp khơi anh nó nhom luôn anh nó clay anh nó nhom chỉ lan tới xin thì thường dùng hay nhom kế nhom cho chất nhom nẹm này ai của nhom tôi chọn lại ngập này thế bây giờ nhom kế nhom mẹ làm tham nên mình nè quạt kinhในการขม nhom đi chuyện khẽ pi chuan hay nhomตั้งทางขม ตั้ง อันมีมันดูให้มันได้ nhom กระทาวิเมียน là sao tại vì cơ ai bị khổ màu chẳng hay nhomตั้ง thằng miên mình đủ nơi thằng khổ này hay nếu bây giờ nhom kê nhấn nhom chậm đam liều buổi tới cái thời tập không chất kê để sao tại riêng thời đó lúc những miên can với thời bị phẳng chứ nhom bàn kê thì bây giờ kê nơi lơ láng cứ âm bàn kê hay chọc can như lúc thời lang tập mà vẫn thường dục tiệt tập bây chẳng nhom có bật không chất và mở màu vàng non đấy còn nơi tầm giờ làm thanh nó khổ nó kê miên mình đủ nơi thì có khổ ngược một coi ngược để ngược coi bà ra cho bà ra lang là hốt bây giờ bài mà khang đấy nhom ở đây chỉ khơi hay ở bờ lư bà lan nó chỉ tới khơi cho bác nữa pe này dương tới te chỉ cho miền pu lá để chặt tới khơi dương cho bác năng việc plan tay mình thì nhom này đây chỉ phần liên mà chẳng riêng lập riêng khó mơ ok là một bọn sải hướng bọn sải như vậy chậm như bọn tay sải hướng như vậy bọn sải ní cứ tha quạt chụp ấy chụp bay khai năng hơi chụp tê toàn chọc tiệt toàn chọc tê nếu pe để quạt po ban của mũi khai nè đa lên tiệt mà quátผมmuốn khai đọc ngay po con ti mũiហ្នឹងđa lên mình chặt tay cái này conแต่chỉ riêng pi để nhomเลือก mouth ក្នុងរឿងរបស់គាត់ទេពេលនោះគឺជាខែភ្ជុំពោះរបស់គាត់ចាប់ផ្ដើមធំហើយ6ខែយប់ឡើងនិយាយគ្នាជាមួយប្តីគាត់របៀបម៉េចទេទៅតាកែវទាំងយប់
ទៅតកៅពីលុបវែងជីកទៅទាំងយប់ឡានខ្លួនឯង ឆ្ងាយណាស់ អត់ចិត្តទេបងឆ្ងាយណាស់ខ្ញុំឮតែលំវែងឆ្ងាយអើយសែនឆ្ងាយឈោមមិនដល់ហ្មងគឺឆ្ងាយមែនទែនអញ្ចឹងក្នុងករណីហ្នឹងគាត់បានប្រាប់ប្តីគាត់រៀបចំអីវ៉ាន់ឲ្យឡើងឡានបើកឡានខ្លួនឯងប្រុចទៅមកដល់ធំស្គុនវាលបាក់ម៉ោង1ម៉ោង2ហើយម៉ោង1ម៉ោង2យប់ណាធំស្គុនអញ្ចឹងប្តីគាត់ចាប់ផ្ដើមល្ងួយគេងខ្លាំងហើយដល់ពេលល្ងួយគេងខ្លាំងគាត់ក៏សម្រេចចិត្តជាមួយប្តីគាត់ថាឥឡូវយើងអែបទៅអែបមើលរកកន្លែងណាគូសំទៅអែបទៅហើយបងសម្រាប់តិចទៅសម្រាប់កន្លះម៉ោង40នាទីអីទៅហើយចាំលុបមុខលុបអីហើយចាំយើងទៅទៀតអញ្ចឹងនៅពេលដែលប្តីគាត់កំពុងតែសម្រាប់នេះគាត់ក៏អត់ហ៊ានគេងទេព្រោះគេងក្នុងឡានបងណាគេមកដល់គាត់ធ្វើវឹបចាប់កងមិនចេះលយហ៎មិនកើតត្រូវហ៎អញ្ចឹងគាត់មានកូនផងអញ្ចឹងគាត់មើលឆ្វេងមើលស្ដាំជូនប្តីគាត់សម្រាប់ទៅសម្រាប់តាមគាត់ទៅអញ្ចឹងគាត់មើលឆ្វេងមើលស្ដាំមើលមុខមើលក្រោយមើលស្ថានភាពអីចឹងហើយបានហើយប្តីគាត់ងើបមកវិញយ៉ាងដឹងខ្លួនតិចណាប្តីគាត់ក៏ទាញទឹករលុបមុខរចុះពីឡានលុបមុខគាត់ប្រាប់ថាបងឯងកុំចុះបើកត្រឹមតែប្អូយទៅចុះបងណាគេពួននៅក្រោយឡានបងឯងបើកទៅគេមកដល់ហក់កន្ទុំបងឯងមិនមានបញ្ហាអញ្ចឹងបើកត្រឹមកញ្ចក់ឲ្យអឺតចាញ់ទៅអឺតចាញ់ឲ្យលុបទៅហើយគាត់ចង់ឲ្យយើងទៅហ្មងសកម្មភាពតែមួយណាប្តីគាត់ទាញដបទឹកមកចុចកញ្ចក់ចុះរៀបអឺតអាម៉ាសកម្មភាពនេះដឹងគាត់ឃើញអីគាត់ឃើញមនុស្សធំមែនតើជាមនុស្សទម្ងន់ស្លៀកសរងញុកអានេះស្លៀកសរងញុកហ្នឹងហើយអាវកាត់បដាកូនឲ្យកាន់សំពាយមួយពោពោះឲ្យកាន់កូនស្ពាយសំពាយធំមួយដើរពីក្រោយគាត់20ម៉ែត្រសម័យគាត់អត់ដឹងថាមិនអីទេតែសក់សពងខ្លាំងមែនទេគាត់គិតថាមនុស្សឈួតទេអាហ្នឹងគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ថាមនុស្សឈួតទេប៉ុន្តែអារម្មណ៍ដែលឲ្យគាត់គឺគាត់ភឺឆ្អឹងខ្នងខ្លាំងមែនទែនគាត់អត់ចាំយូរទេគាត់ទាញអាវប្តីគាត់មកកញ្ឆក់ថយក្រោយវិញណាថាបាយមកលឿនបងលឿនចាំប្តីគាត់គ្មានទាំងបានមួកម៉ោផងលៀងមុខហើយនឹងក៏វែងចោលទៅទាំងអស់ប្រយពេលដែលចាញ់ឡានទៅនេះគាត់ស្រឡឹងមើលពេលហ្នឹងណាម្នាក់ពោះធំហ្នឹងណាដែលសក់សពងហ្នឹងណាដើរប្រហែល10ម៉ែត្រពីគាត់បងឯងនឹងឃើញគាត់ឃើញអីមិនមែនឈួតទេអ្វីដែលគាត់ឃើញជប់អ្វីដែលគាត់ឃើញខ្លួនដើរមកមុនក្បាលហោះទៅតាមពីក្រោយប្រវែងប្រហែលជា2ចាអាមពីខ្លួនតែឆ្ងាយអូយើងអាចមើលឃើញព្រោះតែយើងជិះឆ្ងាយក៏យើងនឹងអាចមើលដឹងថាដាច់ដែរបាទ10ម៉ែត្របងហ្នឹងហើយយើង10ម៉ែត្រគីក្បាលមួយខ្លួនយើងអាចមើលដឹងថាដាច់ជាប់មិនជាប់យើងអាចមើលហ្នឹងហើយអញ្ចឹងមានអារម្មណ៍ថាខ្លួនដើរទៅមុខក្បាលនេះ2ចាអាមហោះទៅតាមពីក្រោយខ្លួននេះគេហៅថាលងបន្លាយខ្ញុំអត់ដឹងថាខ្មោចខុសបច្ចេកទេសឬក៏អត់ទេណាគេហៅលងបន្លាយសាហាវមែនតើតើអញ្ចឹងគាត់នៅតែចង់ដឹងគាត់ដឹងតែខ្មោចហើយតែគាត់នៅតែចង់ដឹងដល់ពេលកលេងមើលក្រោយម្ដងទៀតបាត់ហើយម្ដុំហ្នឹងមានផ្ទះណាបងឯងក៏ហូតលឿនម៉េះចូលផ្ទះតើរួចទេចឹងក៏ពិតសាយរឿងរបស់គាត់មានច្រើនលើសពីហ្នឹងទៀតប៉ុន្តែត្រឹមតែ2រឿងនេះតើបងប្អូនយល់យ៉ាងម៉េចដែរអញ្ចឹងបើសិនជាបងប្អូនប្រុសៗដែលគាត់មានដៃគូហើយមានគាត់ប្រយ័ត្នឲ្យខ្លាំងបំផុតបងទៅសាយរឿងបងឯងដែលបងឯងថាឆ្លោះហើយឃើញមុខបងឯងធ្លាក់ភ្នែកហ៎តែប៉ុន្តែខ្ញុំស្មានតែចប់បាទខ្ញុំដាក់ចូលទៅហ្នឹងតែប៉ុន្តែខមមិនថាខ្ញុំនិយាយច្រើនកាត់រឿងទៀតហើយអត់អីទេតែបងឯងដឹងថាខ្ញុំមាន fan មួយចំនួនគាត់បានផ្ញើមកខ្ញុំដែរគាត់ថតណាបងឥឡូវបងឯងអង្គុយចឹងគាត់យកកាមេរ៉ាមកថតចេះហើយមានម្នាក់ទៀតថតកាមេរ៉ានឹងចេះបងឯងយល់ទេបងថតតគ្នាមុខហ្នឹងមិនមែនមុខបងឯងទេមុខឡើងខៀវមុខអ្នកផ្សេងហ្មងចឹងខ្ញុំចង់និយាយថាចឹងបើយើងអ្នកនរគ្នាឃើញនៅក្នុងក្បួនយន់ចិនណាគេចូលចិត្តប្រើកញ្ចក់នេះហើយបានគេអត់ឲ្យយើងដេកចំកញ្ចក់ដោយសារតែរបស់អស់ហ្នឹងគឺវាងាយប្រតិកម្មជាមួយនឹងកញ្ចក់ឬមួយក៏របស់ដែលអាចចាប់ជាប់មិនចឹងបងហេតុអីបានជាកញ្ចក់គឺខ្លាំងយ៉ាងមែនប៉ុន្តែកន្លែងចំណុចហ្នឹងនិយាយរឿងក្រៅសាយរឿងតិចណាហេតុអីតើ effect អីឬក៏បាតុភូតអីដែលបងប្អូនតែគាត់អ្នកចេះដឹងខ្លាំងជួយប្រាប់ខ្ញុំផងកញ្ចក់ឥឡូវប្រមាណថានេះគឺជាកញ្ចក់មួយផ្ទាំងអញ្ចឹងបើសិនជាខ្ញុំដាក់ iPad ខ្ញុំនៅកន្លែងនេះហើយខ្ញុំយកដៃខ្ញុំដាក់កន្លែងនេះកញ្ចក់ហ្នឹងអាចឆ្លោះឃើញទេត្រូវទេប៉ុន្តែហេតុអីបើខ្ញុំមើលពីលើខ្ញុំឃើញដៃខ្ញុំទាំងអស់ខ្ញុំមើលពីជ្រុងកន្លែងណាក៏ឃើញដៃខ្ញុំទាំងអស់ទាំងដៃរបស់ខ្ញុំបានបិទបាំងដោយ iPad របស់ខ្ញុំជាមួយនឹងកញ្ចក់ហ្នឹងតែបាតុភូតនឹងបាតុភូតអីគេអត់ដឹងទេសាបងចឹងមកខ្ញុំចង់និយាយថារបស់
កញ្ចក់គឺគួរឲ្យខ្លាចសូមប្រើប្រាស់កញ្ចក់ដោយប្រុងប្រយ័ត្ន អត់ដឹងអានឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាវិនិច្ឆ័យអូខេនេះគឺជា2សាច់រឿងដំបូងនៃអេពីសូតទី12